ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជំនួបកម្ពុជាដែលមហាជនទទឹងរង់ចាំបានមកដល់ហើយលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកស៊ីជីនពីនប្រធានាធិបតីចិនត្រូវបានរាយការណ៍ថាត្រៀមនឹងបើកកិច្ចពិភាក្សាដ៏មានសារៈសំខាន់បំផុតមួយនៅទីក្រុងប៉េកាំងជំនួបនេះមិនត្រឹមតែផ្ដោតលើការបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏តានតឹងនោះទេប៉ុន្តែបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ក៏ជាប្រធានបទក្តៅគគុកនៅលើតុចរចាផងដែរគោលដៅចម្បងនៃដំណើរទស្សនកិច្ចនេះគឺស្វែងរកច្រកចេញសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរលោកត្រាំតែងតែប្រកាន់ជំហររឿងថ្កឹងលើបញ្ហាពន្ធដារនិងអនុភាពពាណិជ្ជកម្មខណៈដែលទីក្រុងប៉េកាំងព្យាយាមរក្សាលំនឹងនៃការនាំចេញរបស់ខ្លួនអ្នកវិភាគយល់ថាកិច្ចព្រមព្រៀងថ្មីមួយត្រូវបានបង្កើតឡើងវានឹងក្លាយជាការជំរុញសេដ្ឋកិច្ចសកលឲ្យមានភាពប្រសើរឡើងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺបញ្ហាអ៊ីរ៉ង់ខណៈដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងសភាពផុយស្រួយសហរដ្ឋអាមេរិកចង់ឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជួយសម្រួលដល់ការកាត់បន្ថយភាពតានតឹងចិនគឺជាអ្នកជំនួញប្រេងដ៏ធំពីអ៊ីរ៉ង់ដូច្នេះសម្លេងរបស់ទីក្រុងប៉េកាំងមានទម្ងន់យ៉ាងខ្លាំងក្នុងការកំណត់វាសនានៃសន្តិភាពនៅក្នុងតំបន់នោះអ្នកជំនាញមើលឃើញថានេះគឺជាការទូតកម្រិតខ្ពស់លោកត្រាំត្រូវការជ័យជំនះផ្នែកសេដ្ឋកិច្ចដើម្បីបង្ហាញប្រជាជនអាមេរិកគណៈលោកស៊ីចង់បង្ហាញពីតួនាទីជាអ្នកដឹកនាំសន្តិភាពសកលទោះជាយ៉ាងណាសំណួរនៅត្រង់ថាតើមហាអំណាចទាំងពីរអាចបន្ទន់អេរយាប័តរៀងៗខ្លួនដើម្បីផលប្រយោជន៍រួមបានកម្រិតណាតើលោកអ្នកយល់យ៉ាងណាដែរចំពោះជំនួបកម្ពុជារវាងមហាអំណាចទាំងពីរនេះតើសន្តិភាពពាណិជ្ជកម្មពិតជាអាចកើតមានដែរឬទេហើយបញ្ហាអ៊ីរ៉ង់នឹងត្រូវដោះស្រាយដោយរបៀបណាសូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗនិងការវិភាគស៊ីជម្រៅពី Channel របស់យើងខ្ញុំសូមអរគុណសូមជម្រាបលា